Good morning បងប្អូនទាំងអស់គ្នាវីដេអូមួយនេះគឺរៀងប្លែកជាងរ៉ាដងបន្តិចណោះងើបពីគេឡើងបួងសោយផឹកទឹកមកក្អឿពីគេភ្លាមចាតាមលៀមទម្លាប់ជាលៀបហ្នឹងគឺញ៉ាំទឹកមុនគេការដែលយើងញ៉ាំទឹកគឺវាជួយទៅដល់សុខភាពខ្លាំងមែនតើណាមួយថ្ងៃញ៉ាំបាន2លីត្រទៅព្យាយាមញ៉ាំងុយទឹកដូរថ្មីនេះណាចារៀបចំសម្អាតបន្ទប់ clean ឲ្យស្អាតកាលណាបន្ទប់ស្អាតផ្ទះស្អាតអារម្មណ៍យើងល្អស្រស់ស្រាយនៅពេលដែលយើង clean ស្អាតតាណាម៉ៃល្អអញ្ចឹងចាដូចទឹកដូរថ្មីស្អាត lip skin care មកចោលស្អាតថ្ងៃនេះអត់បានទៅណាទេនៅផ្ទះអញ្ចឹងក៏លាបក្រែម GL ដែរមាត់ជាលាបជាមនុស្សមាត់ស្ងួតអញ្ចឹងត្រូវប្រើក្រែមប្រចាំមករៀបចំខ្លួនរួចរាល់ហើយមករកកូនពៅទៅលេងពៅឥឡូវកូនបងចានិយាយថាកូនបងឥឡូវមហាសែនខូចក៏ខូចចេះក៏ចេះវិញនិយាយពីប្អូនវិញមហាសែនស្លូនេះគឺនៅញ៉ាស់គ្នាបយសក់គ្នាតិចណាចាំមើលតិចទៀតចាអ្នកបងប្អូននឹងតែធំតិចទៀតដឹងតែឡើងខ្សែវាណៃអីមិនតន់ឈប់ពីមាត់ផងចាលុតដំវាយគ្នាឡើងយំហ៎អូនអត់យំទេណាមកយំកូនបងវិញនិយាយទៅឆ្លោះអត់ឈ្នះប្អូនគឺយំអញ្ចឹងមកបើនិយាយពីអវ៉ាន់កូនចាកូនស្រីទាំងពីរនេះគឺថាអូយមួយថ្ងៃចូលអត់ក្រុម2 3ក៏ចាប់ទេមួយអាទិត្យហ្នឹងក៏ចូលមក3 4ដងដែរដឹកមកឡើងចាំទេហើយគាត់មានកូនស្រីមិនយកអារម្មណ៍មួយហ្នឹងចារឿងតុបតែកូនកញ្ចក់កញ្ចប់ហ្នឹងគឺជំនាញម៉ែតែម្ដងនេះអញ្ចឹងម៉ាក់កំងឈុតហាយទឹកឲ្យអូនសម្រាប់ទៅសាលារៀនអញ្ចឹងណានៅផ្ទះថ្ងៃនេះកំងអីគាត់ធ្វើជាមួយនឹងគោចូលខ្ទេនៅផ្ទះអញ្ចឹងចង់ញ៉ាំបាយជួបជុំគ្រួសារចង់ញ៉ាំបាយជាមួយនឹងកូនអញ្ចឹងណាដោយសារថ្ងៃហ្នឹងកូនក៏អត់រៀនដែរយើងមានជាមួយនឹងទឹកតាហូហើយជាមួយនឹងទឹកត្រីកោះកងលាយពីមុខនឹងចូលគ្នាញ៉ាំជាមួយនឹងគោក៏ឆ្ងាញ់ខ្លាំងមែនតែនហ្មងគោគឺបងធ្វើទឹកតាហូដូចជាលាបទៅនេះថាឆ្ងាញ់ហ្មងវាយតយើងវាយអាទឹកតាហូលាយជាមួយនឹងទឹកដោះគោខាប់គឺឈ្ងុយណាស់ដាក់បឺបន្តិចប្រេងអូលីវបន្តិចហើយយើងដាក់បន្លែណាដែលរឹងចូលមុនណាយើងដាក់បន្លែដែលឆាប់ឲ្យលួយនឹងចូលតាមក្រោយសាច់គឺយើងដាក់ក្រោយគេកុំឲ្យវាឆ្អិនពេកសាច់យើងធ្វើគោចូលខ្ទាំងថ្ងៃនេះពិសេសណាមានសាច់គោតសៃស្រួយមានសាច់ជាប់ខ្លាញ់ហើយមានជាមួយនឹងថ្លើមគោញ៉ាំបាយបដាបចុកកូនបដាអូញ៉ាំជាមួយនឹងកូនចេះក្តីសុខណាស់ទៅពេលវេលាដើរលឿនមែនតែនទៅតែនៅជាកូនក្មេងប្រហែលថ្ងៃមុនសោះហ្នឹងខ្លាចជាម្ដាយគេបាត់ហើយមានកូនឡើង2ទៀតទេអារម្មណ៍នៅពេលដែលយើងខ្លាចជាម្ដាយគេគឺខុសអារម្មណ៍កាលពីយើងនៅក្មេងៗមែនតែជាម្ដាយគេត្រូវបំពេញភារកិច្ចសម្រាប់កូនគឺច្រើនទូនីតិក៏មានច្រើនជារហងៃជាលៀបរវល់ជាមួយនឹងការងារប៉ុណ្ណាក៏ដោយអត់ភ្លេចដែរទូនីតិជាម្ដាយគេជាប្រពន្ធគេត្រូវតែមានពេលវេលាសម្រាប់គ្រួសារថ្ងៃនេះអញ្ចឹងអត់បានជូនកូនទៅលេងទឹកនៅខាងក្រៅទេប៉ុន្តែឲ្យកូនលេងកធនទឹកនៅទេកូនកក់ជាមួយនឹងសាប៊ូប្រេងដូងនេះអូសាប៊ូប្រេងដូងធីកានេះល្អខ្លាំងមែនតែសាប៊ូអកធម្មជាតិណាផ្សំមកពីប្រេងដូងហើយនឹងរបស់ល្អធម្មជាតិទៅច្រើនទៅក្នុងសាប៊ូហ្នឹងណាដាក់តែមួយញ៉ាច់ទេពពុះសាប៊ូច្រើនខ្លាំងមែនតែនមកប៉ាម៉ាក់ដែលធ្លាប់ប្រើសាប៊ូកូនក្មេងប្រើរបស់តេសលេខ2ឈប់ទៅពហិការជួយគ្រប់គ្រងផលិតផលកូនខ្មែរអញ្ចឹងណាសាប៊ូធីកានេះលក់មកយូរឆ្នាំហើយបងអើយបងដែលក៏អត់តបានសាកទេអាចសាកប្រើឲ្យកូនបានណាអាចដោះទាំងខ្លួនទាំងមុខកក់សក់បានមួយសេតបងទៅ3 in 1ប៉ាម៉ាក់ដែលមានកូនចាសក់ស្អិតសក់ជាពាក់សក់ញៃដោនៅក្បែរកូនឡើងអាចកបីម៉ែកូនមានផ្សិតមានក្លិនអីហ្នឹងឯងកុំភ្លេចជាមួយនឹងសាប៊ូប្រេងដូងគឺជួយបានទាំងអស់តែម្ដងតែនិយាយតដែរចឹងថាសាប៊ូប្រេងដូងធីកាពិតជាល្អលាបណែនាំជាពិសេសទៅម៉ាក់ទាំងអស់គ្នាដែលមានកូនតូចទៅកូនតូចចាប់ពី0 ខែឡើងទៅដល់អូន12 13 14ឆ្នាំមកប្រើបានព្រោះថាជាមួយនឹងសាប៊ូប្រេងដូងកុមារធីកាហ្នឹងគឺអ្នកប្រើច្រើនខ្លាំងមែនតើឥឡូវហ្នឹងព្រោះថាបងប្អូនខ្មែរយើងខ្មែរស្រឡាញ់ខ្មែរគ្រប់គ្រងផលិតផលខ្មែរហូបទៅរបស់តេសលេខ2បាយទៅដល់ពីអូនងុយទឹកកក់សក់ហើយអូនចាប់ដើមលេងម៉ូតសក់ដែលអូនពុំមីសួរតាំងចេះកូនរងថ្ងៃនៅបកាយលេងម៉ូតសក់ម៉ែថាសក់កូនសូលីអត់សល់មានទេរៀងស្ដើងតិចចឹងណាប៉ុន្តែលេងម៉ូតឡើងមកឆ្ងាញ់ហ្មងការដែលយើងលេងម៉ូតបានឆ្ងាញ់បានអេមចឹងដោយសារតែយើងប្រើជាមួយនឹងក្រមួនសក់កុមារធីកាដូចគ្នាម៉ូតសក់ហ្នឹងល្អមែនតើសម្រាប់កូនក្មេងចង់ធ្វើម៉ូតសក់ចង់ចងចង់ក្រង់ចង់លេងម៉ូតទៅសាលារៀនគឺមកអេមហ្មងណាក្រមួនហ្នឹងប្រើទៅអត់ប៉ះពាល់ដល់សៃសក់កូនក្មេងទេសារតែគេផលិតមកហ្នឹងគឺសម្រាប់កូនក្មេងចឹងល្អសារតែសៃសក់កូនយើងមកទីបនេះនិយាយថាអូយប្រើបានរាប់ខែអ្នកប្រើតិចប្រើចូលឆ្នាំមិនអស់ថាសាប៊ូកក់សក់ជាមួយនឹងក្រមួនសក់អីកុំភ្លេចណាសាក់លបងទាំងអស់គ្នាបានអរគុណហើយក៏ដាក់ធ្លាក់ខ្យល់ចូលដល់រដូវរងាហើយចាប់ដើមធ្លាក់ត្រជាក់មែនអ្នកគ្នាចាមកអ្នកគ្នាកំពុងតែស្ងួតតែមកជាឈាមមែនទេចាមកនេះមកមើលវីដេអូនេះខឲ្យអ្នកគ្នាជាមួយនឹងជាអលីកូឡូនអ្នកគ្នាអាចជួយអ្នកគ្នាបានជាប្រភេទក្រែមជាបាប្រវោមាត់អ្នកគ្នាសំខាន់ណាស់ផ្ដល់សំណើដល់មាត់ចឹងដូចមាត់ខ្ញុំនេះខ្ញុំលាបពីពណ៌ចូលគ្នាអ្នកគ្នាស្រឡាញ់ពណ៌ផ្កាជុកយកពណ៌ផ្កាជុកស្រឡាញ់ពណ៌ទឹកក្រូចយកពណ៌ទឹកក្រូចអ្នកគ្នាលេខកូដ01និងលេខកូដ02អ្នកគ្នាអាចជិះមើលក្នុងពេកបានជាពិសេសក្រែមនេះប្រើបានទាំងប្រុសទាំងស្រីមិនថាក្មេងមិនថាចាស់ចាប់ពីអាយុ10ឆ្នាំឡើងទៅគឺប្រើបានអ្នកគ្នាជាមួយខ្ញុំមកលាបអ្នកគ្នាមើលចឹងមកជាមួយនឹងលេខកូដ01ពណ៌ឈូកអ្នកគ្នាឃើញអត់តួអ្នកគ្នាលាបមិនក៏ស្អាតដែរសំខាន់ណាស់ពណ៌ជាប់បានយូរហើយជាប្រភេទក្រែមជាបាប្រវោមាត់ខ្មៅទៀតអ្នកគ្នាលាបទៅគឺចំណេញមែនតើអញ្ចឹងអ្នកគ្នាចង់បានប្រវោមាត់ដែរកុំឲ្យស្ងួតហើយរបកនៅពេលខែរងាចេះអ្នកគ្នាអាចមកជ្រើសរើសជាមួយនឹងចេះអលីកូឡូបាន